សួស្តីអ្នកនាងខ្ញុំបាទជីសៃស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនអ្នកនាងប្រហែលជានឹកខ្ញុំខ្លាំងមែនតើហើយខ្ញុំក៏នឹកបងប្អូនអ្នកនាងដែរតែថ្ងៃនេះខ្ញុំមកបង្ហាញអ្នកនាងជាមួយនឹងការដើរទិញអីវ៉ាន់តាមផ្សារនៅប្រទេសកូរ៉េផ្ទាល់តែម្ដងហើយបងប្អូនអ្នកខ្លះហើយ fan អ្នកខ្លះដែលកំពុងតែនឹកជីសៃណាហើយចង់ឲ្យជីសៃថតវីដេអូនៅនឹងច្រើនអាច comment នៅខាងក្រោមបានបងប្អូនអ្នកនាងប្រហែលជានឹកសលេងខ្ញុំខ្លាំងមែនតើហើយខ្ញុំក៏នឹកបងប្អូនអ្នកនាងខ្លាំងដែរនិយាយថាថ្ងៃនេះវិញគឺគេហៅថាយើងទិញម្ហូបដើម្បីធ្វើការទុកញ៉ាំណាបាទថ្ងៃនេះទិញសាច់គោ1គីឡូសាច់ជ្រូក1គីឡូបាទដែលមិនដឹងធ្វើម្ហូបអីទេហើយដើរតាមផ្លូវនេះវិញវាដូចរៀងភ័យដែរវាខ្លាចគេបុកទេចឹងតែយើងអត់ទាន់ស្គាល់ពីរបៀបរស់នៅនឹងទេហើយក៏យើងឆ្លៀតទៅទិញបន្លែដែរបាទមានទិញខ្ទឹមច្រាំហើយស្រាច់ហើយបន្លែនៅនេះវាពិបាកមែនតើអ្នកគ្នាបាទគឺយើងធ្វើម្ហូបខ្លួនឯងញ៉ាំចឹងណាចឹងទៅយើងតម្រូវឲ្យយើងដើរទិញម្ហូបទិញអីចឹងទៅហើយអាចនឹងថាមួយអាទិត្យយើងទិញម្ដងពីរដងអញ្ចឹងណាតែឥឡូវនេះដោយសារតែយើងមកថ្មីថ្មោងដបងអញ្ចឹងយើងត្រូវការទិញអីវ៉ាន់រៀងច្រើនបន្តិចតែនេះទិញជើងទី1ទេបងប្អូនអ្នកគ្នាតែយួរឡើងហត់តែម្ដងដោយសារយើងជិះឡានក្រុងមកហើយទៅវិញក៏ជិះតាក់ស៊ីធម្មតាដែរហើយពេញប៉ោះនេះវិញគឺអត់ដែរចេះញ៉ាំទេតែយើងលើថាចូលស្ទឹងតាមបត់ណាឃើញគេទិញអាហ្នឹងយើងទិញដែរហើយថោកទេបងប្អូនគ្នាតម្លៃវិញវាមិនថ្លៃប្រហែលទេនិយាយថាជីវិតរស់នៅវិញទៅមកបានមួយថ្ងៃទេបើសួរថានឹកទេអត់នឹកណានៅស្រុកខ្មែរស្រួលគ្រប់យ៉ាងបាទចង់ស៊ីអីចង់ផឹកអីចង់ទៅណាទៅណីលឿនដូចផ្ទះបាទជីអ្នកគ្នាដឹងថាជីសៃគឺកំពូលអ្នកដើរលេងដើរអីហើយមកដល់គ្នាដេកតែបន្ទប់ធ្វើតាការហ្នឹងគឺអូយវាមិនសូវស្រួលប្រហែលទេហើយមកដល់នេះក៏ធ្វើអីណាចូលទិញទឹកដោះគោទិញអីហ្នឹងទៅមនុស្សសំដែងសុទ្ធតែម្ដងមនុស្សមិនដែលផឹកទឹកដោះគោដោះអីទេតែគីឡូផឹកណែតឡើងណាហើយខែយើងអត់សូវមានលុយអញ្ចឹងមានតែទិញពងទាទិញអីហ្នឹងទេហើយទិញខ្លាញ់មកដល់ទៀតដើម្បីយើងឆាសាច់គោជាសាច់គោអីអញ្ចឹងជាពងទាជាអីអញ្ចឹងណាបងប្អូនបាទភាសាយើងអត់ចេះធ្វើម្ហូបទេនិយាយតាមត្រង់ហើយអ្វីដែលពិសេសទៅគឺយើងមិនភ្លេចទេជាមួយនឹងមីរបស់យើងបាទគឺត្រៀមទុកពេលព្រឹកពេលអីចឹងខ្ជិលធ្វើម្ហូបខ្ជិលអីចឹងមានតែមីពងទាហ្នឹងទេហើយបានខ្ញុំទិញបានតែប៉ុណ្្នឹងទៅបងប្អូនអ្នកគ្នានិយាយទៅមើលច្រើនដែរហ្នឹងបាទយូរឡើងវាចស្មាហើយយើងក៏មកចូលធ្វើការញ៉ាំសាច់អាំងដែរបាទសាច់អាំងនេះហើយខ្ញុំឃើញស្ទីងនេះគឺខ្ញុំនឹកស្ទីងស្រុកខ្មែរខ្លាំងមែនតើបាទយើងពងរៀបរាប់ញ៉ាំហើយអានេះយើងអាចថាមកពេលនេះតើ10000ជាង10000 17000 20000នេះចឹងទៅអត់សូវដឹងតម្លៃប្រហែលទេបាទចេះតែស៊ីទៅហើយគិតលុយប្រហែលស៊ីប៉ុណ្្នឹងតែម្ដងKhông phải tôi chỉ một cái thằng này. Mặt chứ bạch tai bạch Bông tiên là một chung à? វីដេអូរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមហ្នឹងដែរចឹងអរគុណច្រើនសម្រាប់តាមដានវីដេអូពីដើមរហូតដល់ចប់ហើយបើពិសេសអ្នកនេះចង់មើលវីដេអូបន្តទៀតអាច comment ខាងក្រោមបានបាយ